វ៉ាវសំណប់ចិនឯងមើលទៅក្តាមជាក់លក់ពិតជាធំខ្លាំងណាស់ពីអ្នកនេះថ្ងៃនេះគេកាត់អីមិនត្រឹមតែអង្គុយជាមួយគ្នាដល់ទន់ភ្លន់ស្ងប់ស្ងាត់នោះទេនៅនិយាយសើចផងទៀតឬមួយក៏ពួកគេចង់ចូលដៃគ្នាប្រឈមជាមួយនឹងជើងកូនវសាទាំងពីរទីបំផុតមកវិញហើយគ្រាន់តែរីកចម្រើនដូចជាលឿនពេកទេដឹងម៉ាស់សំណប់ចិត្តភ្លក់ក្តាមយក្សនេះមើលទៅដឹងតែឆ្ងាញ់ណាស់ហើយចាសំណប់ចិនឯងកុំខ្វល់ពីខ្ញុំអីណាឯងញ៉ាំទៅគ្រាន់តែពិបាកបន្តិចប៉ាយ៉ាងមិនទៅហើយបំពង់ក៏មិនស្រួលមែនទេហើយប៉ែត10000បន្តិចទេប៉ាំងខ្ញុំឮថាមនុស្សមានបំពង់ក៏មិនល្អញ៉ាំទៅនឹងកាន់តែធ្វើឲ្យឈឺខ្លាំងគ្រឿងសមុទ្រអស់នឹងប៉ាមិនបាច់ញ៉ាំទេបើតាមហេតុផលប៉ាមិនគួរប្រាប់ពួកឯងនោះទេតែប៉ាចង់ដាស់តឿនមួយម៉ាត់បើសិនជារៀបការហើយត្រូវតែរស់នៅជាមួយគ្នាឲ្យបានល្អរឿងដែលពួកឯងត្រូវធ្វើគឺត្រូវតែបន្តពូជពង្សបង្កើតកូនឲ្យបានច្រើនណែប៉ានិយាយច្បាស់អស់ហើយពួកឯងតែពីរនាក់អ្នកណាមានផ្ទៃពោះមុនយើងនឹងឲ្យវិឡាមួយខ្នងថែមលុយ 100000 ពីលើទៀតប៉ុន្តែបើមានទម្ងន់ក្រោយមានតែលុយសុទ្ធតែប៉ុណ្ណោះ